ជំរាបសួរបងប្អូនទាំងគ្នាតោះថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀប print card ឬក៏ print នាមប័ណ្ណតូចៗដែលគេធ្វើឲ្យហើយយើង print ឲ្យចូលទៅតាមប្រឡោះរបស់គេនេះជាក់ស្ដែងដូចនេះណាហើយយើង print យ៉ាងម៉េចដើម្បីឲ្យអក្សរឬក៏ឈ្មោះហើយនឹងវារត់ចូលទៅក្នុងហ្នឹងអញ្ចឹងតោះឥឡូវយើងទៅមើលការរៀបចំការ print ទាំងអស់គ្នាដើម្បីឲ្យយើងអាច print អក្សរឬក៏ឈ្មោះឬក៏អាស័យដ្ឋានផ្សេងៗចូលក្នុងប្រឡោះនឹងបានអ្នកនរគ្នាត្រូវតែដឹងពីទំហំរបស់ប្រឡោះមួយហ្នឹងថាវាមានប្រមាណអញ្ចឹងអ្នកនរគ្នាអាចយកបន្ទាត់មកវាស់ឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលនេះយើងមានបន្ទាត់ណាយើងយកមកវាស់វាមកឥឡូវយើងវាស់ចន្លោះហ្នឹងពីមួយហ្នឹងតើវាមានទំហំប៉ុណ្ណានេះអញ្ចឹងចន្លោះពីមួយទៅមួយវាមានទំហំ 0.5 សង់ទីម៉ែត្រណានេះ 0.5 សង់ទីម៉ែត្រអញ្ចឹងពេលដែលយើងកំណត់វាហើយយើងមកធ្វើនៅលើកុំព្យូទ័រដូចគ្នាទី2អ្នកនរគ្នាត្រូវដឹងថាតើទំហំกระดาษទាំងមូលដែលយើងយកមក print នេះវាមានទំហំប៉ុន្មាននេះ 5.7 ណា 5.2 នេះទំហំរបស់វាហើយទំហំផ្ដេករបស់វាមានប៉ុន្មានខ្ញុំពោះសាថ្មីយើងវាស់ត្រឹម0នេះមកនេះឥឡូវមកវាស់ទាំងអស់គ្នាអញ្ចឹងกระดาษដែលគេឲ្យមកនេះគឺយើងត្រូវយកបន្ទាត់មកវាស់វាសាថ្មីយើងអាចរើសប្រភេទกระดาษនៅក្នុងនឹងបានទេតើយើងកំណត់សាថ្មីឃើញនេះពី0មកយើងមើលនេះពីដើមមកនេះតាមនេះមកហើយមើលខាងចុងនេះចុង 6.273 ណាกระดาษឥឡូវយើងមើលប្រភេទกระดาษនេះជាប្រភេទกระดาษផ្ដេកខាងផ្ដេកវិញតាមនេះមក10គុតបន្ទាប់មកយើងមកធ្វើអញ្ចឹងដូចគ្នាយើងចូលទៅរើសกระดาษនៅក្នុងកុំព្យូទ័ររបស់យើងត្រង់ page layout មករើសกระดาษនេះ margin នេះហើយតមកយក custom margin នេះយើងរើសទៅតាមជាក់ស្ដែងអញ្ចឹងទៅនេះអ្វីដែលខ្ញុំបានរើសกระดาษហើយកំណត់កែមអានេះកំណត់កែមឥឡូវយើងមើលกระดาษ margin នេះกระดาษនេះទំហំ10 សង់ទីម៉ែត្រនិង 6.2 width និង height ជាងយើងវាស់ឲ្យត្រូវហើយយើងកំណត់ទៅតាមហ្នឹងហើយបើយើងអត់វាស់អត់កំណត់ត្រូវទេ print មកវាអត់ចូលទេហើយ margin យើងទុកតាមជាក់ស្ដែងដែលយើងនឹងបានវាស់ហ្នឹងទៅវាស់ឃើញប្រមាណយើងទុកប៉ុណ្ណឹងទៅបន្ទាប់មកអូខេបន្តមកទៀតបានយើងចាប់ដើមវាស់ចន្លោះពីមួយទៅមួយនេះខ្ញុំប៉ះម្ដងទៀតនេះបន្ទាត់ 1.1 ហ្នឹងចន្លោះពីមួយទៅមួយហ្នឹងវាមានទំហំ 0.5 អត់បានមួយទេ 0.5 នេះបាទនេះជាតារាងដែលយើងបានធ្វើយើងគូសទៅហើយយើងទាញវាស់ពីដើមរហូតឲ្យត្រូវតាមហ្នឹងទៅហើយខាងក្រោមនេះទុកដាក់កន្លែងយើងវាយថ្ងៃខែអីយើងទុកវាប្រឡោះតាមហ្នឹងទៅនេះធ្វើបានហើយនេះកំណត់មក print មកវាចំប្រឡោះយើងហ្នឹងហើយបើយើងកំណត់អត់ត្រូវ print មកវាអត់ចំទេណាដាក់កណ្ដាស់ចូលទៅទាញវាអប់បែបហ្នឹងមកណាទាញអប់មកហើយចុចprint មកនេះ print មកវាបានមកនេះណាចឹងនេះគឺជាกระดาษដែលយើងបាន print មិញពេលខ្លះយើងមើលទៅវាគិតថាងាយស្រួលដែរប៉ុន្តែបើយើងកំណត់អត់ត្រូវ print មកវាអត់ចំទេនេះចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជម្រាបលាទាំងអស់គ្នា